Ôi, mọt hòm mấy ngày này. Chào chào sủaបងប្អូនអ្នកអនុវត្តច្បាប់ស្រុកទាញទាំងអស់គ្នាជាទីគោរពស្រឡាញ់ចា៎ចឹងថ្ងៃនេះយើងជួបគ្នាទៀតហើយជាមួយនឹងគីថ្មីចា៎ជាមួយនឹងគីថ្មីជាមួយនឹងថ្ងៃនេះខ្ញុំចង់និយាយពីរឿងចា៎ខ្ញុំបានចូលខុសរបស់ម៉ែរួយចា៎ខ្ញុំបានចូលខុសរបស់ម៉ែរួមដែលខុសនេះបើកដូចជាជិតកន្លះឆ្នាំហើយចា៎ខុសនេះបើកជិតកន្លះឆ្នាំហើយអញ្ចឹងឥឡូវនេះខ្ញុំយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាខុសនេះនៅក្នុងក្រុមសម្ងាត់របស់ម៉ែដែលគាត់បង្រៀនតែអ្នកដែលនៅក្នុងខុសអញ្ចឹងណាចា៎អញ្ចឹងខ្ញុំចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាដែលអត់បានចូលក្នុងខុសនោះចាប៉ុន្តែបើបងប្អូនបានស្ដាប់វីដេអូខ្ញុំហើយបងប្អូននៅក្នុងខុសនោះដែរបើសិនណាជាខ្ញុំនិយាយទៅមិនអស់សេចក្តីឬក៏អីកន្លែងណាសូមជួយថែមផងណាចាអញ្ចឹងអ្វីដែលខ្ញុំយកមកចែកជូនបងប្អូននេះគឺចែកជូន free ចាចែកជូនបងប្អូនដោយសុទ្ធចិត្តចែកជូនដោយទឹកចិត្តស្រស់ថ្លាចែកជូនដោយទឹកចិត្តបរិសុទ្ធចង់ឲ្យបងប្អូនស្ដាប់ហើយយកទៅអនុវត្តបើចង់ឲ្យបងប្អូនស្ដាប់ហើយយកទៅធ្វើហើយបានផលធ្វើឲ្យជីវិតរបស់យើងផ្លាស់ប្រែពីមិនមានលុយខ្លាយទៅជាយើងរស់ស៊ីមានលុយចូលរាល់ថ្ងៃរៀនច្បាប់ស្រូបទាញគឺដើម្បីតែស្រូបលុយនិយាយមួយម៉ាត់ឲ្យខ្លីបើបងប្អូនឃើញវីដេអូដែលនិយាយពីច្បាប់ស្រូបទាញហើយបងប្អូនមិនឈប់មើលបើបងប្អូនឃើញវីដេអូដែលនិយាយពីច្បាប់ស្រូបទាញហើយបងប្អូនមើលហើយមិនយកទៅអនុវត្តគឺខាតកម្រៃជីវិតនេះខាតពេលវេលាចាអញ្ចឹងច្បាប់ស្រូបទាញគឺជាផ្លូវកាត់នៃជីវិតចាចឹងថ្ងៃនេះខ្ញុំចង់និយាយពីការclear ដួងចិត្តចាការ clear ដួងចិត្តដែលស្អាតបរិសុទ្ធគឺស្រូបទាញបានយ៉ាងទៀងត្រង់បំផុតចាសេចក្តីប្រាថ្នាបូកជាមួយនឹងភាពស្ងប់សុខក្នុងដួងចិត្តគឺស្មើនឹងរលកស្រូបទាញចាអញ្ចឹងបងប្អូនសម្រាប់អធិស្ឋានសំឡេងហាក់ដូចទឹកធំមកចេះហុកឥឡូវហើយទៅសំឡេងទៅធំមកចេះបងប្អូនចាប្រហែលថ្ងៃនេះវាកថាន់ផងហើយវាក្តៅផងភ្លៀងផងក្តៅផងភ្លៀងផងត្រូវទឹកភ្លៀងក៏ញឹកញាប់អញ្ចឹងវាដូចជាប្រែប្រួលគេថាសុខភាពប្រែប្រួលមិនមែនធាតុអាកាសប្រែប្រួលទេគឺសុខភាពប្រែប្រួលបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលអនុវត្តច្បាប់ស្រូបទាញថាមានបងប្អូនយើងដែលអនុវត្តច្បាប់ស្រូបទាញហើយមិនបានផលអនុវត្តមកច្រើនឆ្នាំដែរហើយអនុវត្តមកច្រើនខែដែរហើយគេឲ្យសមាធិក៏សមាធិហើយគេឲ្យរាំក៏រាំហើយណានៅក្នុងខុសរបស់អ្នកគ្រូថាឲ្យរៀនមโนក៏មโนហើយធ្វើសពគ្រប់បែបយ៉ាងហើយដូចជាច្រើនខែដែរហើយប៉ុន្តែអត់មានបានលទ្ធផលអីទេបានផលក៏បានផលតិចដែរចាអញ្ចឹងថ្ងៃនេះយើងមុននឹងចូលទៅដល់មេរៀននោះខ្ញុំសូមនិយាយពីរឿង3ចំណុចនេះខ្ញុំនៅក្នុងคลิปណានៅក្នុងคลิปខ្លីរបស់ខ្ញុំហ្នឹងគឺខ្ញុំដូចធ្លាប់និយាយហើយ3ចំណុចដែលអនុវត្តច្បាប់ស្រូបទាញមិនបានផលចាចំណុចទី1គឺដោយសារមានធម្មពលតតាំងនៅក្នុងខ្លួនធម្មពលដែលតតាំងនៅក្នុងខ្លួនហើយយើងមិនបានដឹងអញ្ចឹងធម្មពលអីគេខ្លះដែលនៅក្នុងខ្លួនយើងដែលយើងអត់ដឹងចាធម្មពលទាំងអស់ហ្នឹងគឺវាមកតតាំងមិនឲ្យយើងស្រូបអីបានទាំងអស់ចាទី1គឺភាពភ័យខ្លាចអ្នកណាក៏មានដែរភាពភ័យខ្លាចមានទេបងប្អូនចាភាពភ័យខ្លាចអ្នកណាក៏មានដែរខ្លាចលក់មិនដាច់ខ្លាចកាត់អីវ៉ាន់មកសល់ខ្លាចគ្មានអតិថិជនទិញខ្លាចនេះខ្លាចនោះមិនទាន់នឹងធ្វើហងគឺខ្លាចហើយឃើញទេបងប្អូនមិនទាន់នឹងបានធ្វើហងគឺយើងខ្លាចហើយអូយថ្ងៃហ្នឹងខ្លាចតែអត់មានអ្នកមកទិញអូយអីវ៉ាន់កាត់ច្រើនដល់ហើយខ្លាចតែអត់មានអ្នកខ្លាចតែលក់មិនដាច់ខ្លាចតែលក់មិនអស់ចានេះគឺភាពភ័យខ្លាចចំណុចទី2គឺមានអតីតកាលដែលដក់ជាប់យូរឆ្នាំហើយនៅក្នុងខ្លួនរបស់យើងអតីតកាលមិនថាល្អមិនថាអាក្រក់បើអតីតកាលល្អពេលដែលយើងនឹកឃើញមកគឺយើងស្ដាយក្រោយបើអតីតកាលអាក្រក់នៅពេលដែលយើងនឹកឃើញមកគឺខឹងចាអញ្ចឹងអតីតកាលទាំងអស់ហ្នឹងមិនថាល្អមិនថាអាក្រក់ទេគឺមិនល្អទាំងអស់សម្រាប់យើងនាបច្ចុប្បន្ននេះនាពេលឥឡូវនេះគឺមិនល្អទេ
បើសិនណាជាយើងនឹកវាមកញយនឹកវាមកតិចនឹកឃើញតិចនឹកឃើញតិចនឹកឃើញបើរឿងល្អវិញណានឹកឃើញមកគឺស្ដាយក្រោយស្ដាយណាកាលហ្នឹងបើសិនណាជាខ្ញុំយកវាមក2ខ្ញុំយកវាមក3ណាបើសិនណាជាយើងល្អហើយយើងយកបានមកតែមួយអីបែបនេះជាដើមចាអញ្ចឹងឲ្យតែអតីតកាលគឺអត់ល្អទាំងអស់សម្រាប់បច្ចុប្បន្នរបស់យើងចាអញ្ចឹងទាំងអស់ហ្នឹងវាជាមេរោគចាវាគឺជាមេរោគដែលសំងំនៅក្នុងខ្លួនរបស់យើងនេះដែលធ្វើឲ្យយើងអត់អាចស្រូបទាញអីមកបានទេព្រោះវាជាមេរោគដែលសំងំនៅក្នុងខ្លួនរបស់យើងហើយយើងមិនដឹងថាវាធ្វើមិនបាត់ហើយក៏មិនដឹងថាវានៅដល់ពេលណាចាចំណុចទី2ស្រូបទាញចេញពីធម៌ពលដែលខ្វះខាតមិនមែនស្រូបចេញពីធម៌ពលដែលស្ដុកស្ដំគ្រប់គ្រាន់បរិបូរណ៍យើងដឹងថានៅក្នុងច្បាប់ស្រូបទាញអារម្មណ៍ខ្វះខាតគឺស្រូបបានមកនៅភាពខ្វះខាតអារម្មណ៍ស្ដុកស្ដំគឺស្រូបបាននៅភាពស្ដុកស្ដំអារម្មណ៍ល្អស្រូបលុយចាអារម្មណ៍ខ្វះខាតគឺស្រូបភាពខ្វះខាតរអ៊ូរទាំខឹងអីគេចំណែននន្ទាឈ្នះនេះគឺស្រូបបានមកតែហ្នឹងឯងខឹងគឺស្រូបបានមកខឹងថ្ងៃនេះមួយថ្ងៃស្អែកឡើងខឹងមួយថ្ងៃទៀតស្អែកឡើងមិនទាន់អស់ខឹងមួយថ្ងៃទៀតចាអញ្ចឹងគឺកាលណាខឹងគឺស្រូបបានមកតែខឹងហើយខឹងទៀតខឹងរត់តែខ្លាំងអញ្ចឹងបងប្អូនទាំងអស់គ្នាមានន័យថាម៉េចយកភាពខ្វះខាតទៅស្រូបយកភាពស្ដុកស្ដំយើងដឹងហើយថាភាពខ្វះខាតអារម្មណ៍ខ្វះខាតគឺស្រូបបាននៅអារម្មណ៍ខ្វះខាតប៉ុន្តែយើងយកអារម្មណ៍ខ្វះខាតទៅស្រូបយកភាពស្ដុកស្ដំចាអញ្ចឹងឧទាហរណ៍ថាយើងភាវនាយើងកំងឲ្យមានលុយចូលព្រោះយើងត្រូវការលុយអញ្ចឹងយើងអត់មានលុយយើងមានអារម្មណ៍ថាអត់មានលុយប៉ុន្តែទៅកំងលុយពីចក្រវាលមកអញ្ចឹងពេលនោះឯងយើងមិនមែនមានអារម្មណ៍ថាយើងមានលុយទេច្បាប់ស្រូបទាញនិយាយថាយើងត្រូវតែមានអារម្មណ៍ស្ដុកស្ដំយើងត្រូវតែមានអារម្មណ៍ថាមានហើយទៅបានយើងទៅកំងចក្រវាលទៅបានយើងប្រើអារម្មណ៍ទៅស្រូបទាញបានចាប៉ុន្តែអារម្មណ៍របស់យើងពេលនេះគឺកំពុងតែខ្វះខាតកំពុងតែអត់លុយគឺយើងយកអារម្មណ៍បែបហ្នឹងទៅស្រូបទាញយកអារម្មណ៍ស្ដុកស្ដំមិនមានថាប្រឹងធ្វើវាអត់ធ្វើចេញមកដោយចិត្តគឺយើងប្រឹងធ្វើប្រឹងសម្ដែងចាអញ្ចឹងកាលណាយើងចង់ខ្លាំងកាលណាយើងខំប្រឹងខ្លាំងគឺវាខុស flow អញ្ចឹងវាធ្វើឲ្យការស្រូបទាញរបស់យើងនឹងអត់បានផលទេចាវាធ្វើឲ្យការស្រូបទាញរបស់យើងនឹងអត់បានផលចំណុចមួយទៀតគឺរៀនច្បាប់ស្រូបទាញដែរប៉ុន្តែជឿបន្តិចមិនជឿបន្តិចជឿពាក់កណ្ដាលអត់ពាក់កណ្ដាលជឿបន្តិចមិនជឿបន្តិចដួងចិត្តនេះមិនស្ងប់សុខទេរវើរវាយចង់តិចមិនចង់តិចចាអញ្ចឹងការស្រូបទាញវាចេញពីការជឿ100លើ100បានស្រូបបានបើគោលដៅរបស់អ្នកដាក់ថាខ្ញុំត្រូវតែលក់ខែនេះឲ្យបាន$5000ពេលដែលដាក់ពឹបក្នុងចិត្តរបស់យើងនឹងជឿបន្តិចមុខរបរប៉ុណ្ណឹងធ្វើមិនបាន$5000មួយខែដាក់ហើយជឿបន្តិចមិនជឿបន្តិចដួងចិត្តអត់ស្ងប់សុខដួងចិត្តនេះរវើរវាយអញថាមិនបានទេ$5000ព្រោះអីគ្មានសម័យនេះគេថាសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះមានអាណាមកទិញមានអាណាមកលក់បានទេអញ្ចឹងកាលណាយើងមានអារម្មណ៍បែបហ្នឹងគឺចក្រវាល cancel អស់ហើយចាកាលណាមានអារម្មណ៍បែបហ្នឹងគឺចក្រវាល cancel អស់ហើយច្បាប់ស្រូបទាញត្រូវតែជឿ100ជឿឲ្យបាន100ហើយច្បាប់ស្រូបទាញបានអ្វីដែលគូគាត់ហើយជាមួយនឹងអ្នកដែលគូគាត់ទៀតចាច្បាប់ស្រូបទាញមិនមែនស្រូបបាននៅអ្វីដែលអ្នកប្រាថ្នាទេប៉ុន្តែស្រូបបាននៅអ្វីដែលវាស្រដាក់ស្រដៀងវាគូគាត់វាប្រហាក់ប្រហែលទៅនឹងខ្លួនរបស់យើងចាបើសិនណាជាយើងមិនគូគាត់យើងមិនស្មើជាមួយនឹងគោលដៅរបស់យើងមិនស្មើជាមួយនឹងគោលបំណងរបស់យើងអញ្ចឹងវាអត់បានទេចាបើដាក់ហើយជឿបន្តិចវាថាអត់ក៏បានដែរចាអញ្ចឹងយើងមកតែអត់ឯគោលដៅហ្នឹងចាអញ្ចឹងសរុបមកវិញ3ចំណុចនេះអ្នកណានៅមាន3ចំណុចនេះសុំថ្ងៃនេះចាថ្ងៃនេះអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងធ្វើ
វាទៅជាខុសមួយថ្មីចាខ្ញុំនឹងធ្វើវាទៅជាខុសមួយថ្មីដែលខ្ញុំដកស្រង់ចេញពីខុសរបស់ម៉ែរួយនេះខ្ញុំនឹងធ្វើជាខុសមួយថ្មីទៀតចាអញ្ចឹងនៅក្នុងថ្ងៃនេះគឺថ្ងៃទី1គឺខុសមួយថ្មីដែលខ្ញុំនឹងដាក់ឈ្មោះខុសថ្មីនេះថាលាងធម្មពលចាស់ដើម្បីស្រូបទាញនៅធម្មពលថ្មីបែបអភិនិហាតែម្ដងចាអញ្ចឹងឈ្មោះខុសថ្មីខ្ញុំនឹងដកស្រង់វាយកមកធ្វើជាខុសថ្មីជូនបងប្អូនតែម្ដងងាយយល់ចាអញ្ចឹងបើសិនណាជាបងប្អូនទាំងអស់គ្នានៅមានគេហៅថាចំណុចទាំង3នេះនៅក្នុងខ្លួនណាថ្ងៃនេះយើងមក clear ឲ្យអស់ចាថ្ងៃនេះយើងមក clear ចេញឲ្យអស់បងប្អូនចាយើងមក clear វាចេញឲ្យអស់តែម្ដងអញ្ចឹងឥឡូវនេះយើងមកគេហៅថា energy clearing ចា energy clearing អញ្ចឹងដួងចិត្តដែលស្អាតបរិសុទ្ធគឺស្រូបទាញបាននៅអ្វីដែលទៀងត្រង់បំផុតសេចក្តីប្រាថ្នាបូកនឹងភាពស្ងប់នៅក្នុងដួងចិត្តគឺស្មើនឹងរលកស្រូបទាញចាប្រាថ្នាមិនមែនចង់ទេគឺប្រាថ្នាតែកាលណាចង់គឺវា click lock គឺគោលដៅរបស់យើងនឹង cancel ចោលហើយចាអញ្ចឹងយើងអត់និយាយពាក្យចង់ទេយើងនិយាយពាក្យប្រាថ្នាអញ្ចឹងនៅក្នុងគោលដៅរបស់យើងពេលដែលយើងទៅសេគោលដៅក៏យើងទៅសេពាក្យប្រាថ្នាដែរចាយើងអត់សេពាក្យចង់ខ្ញុំចង់បានលុយ$5,000មួយខែអត់ទេខ្ញុំប្រាថ្នាលុយ$5,000ខ្ញុំមានលុយ$5,000ក្នុងមួយខែអញ្ចឹងគឺអានេះគឺជាគោលដៅយើងទៅសេអញ្ចឹងចាអញ្ចឹងការប្រាថ្នាគឺមិនមែនចង់ទេប្រាថ្នាដោយដួងចិត្តស្ងប់សុខមិនមែនរវើរវាយមិនមែនឆ្វេងឆ្វាយគឺប្រាថ្នាដោយស្ងប់សុខមុននឹងស្រូបទាញបានអ្វីដែលថ្មីត្រូវតែអរគុណអាចារ្យឧទាហរណ៍ថាចង់បានលុយចូលមួយខែ$5,000ត្រូវទៅអរគុណអាលុយចាស់ចូលមួយថ្ងៃ200 300មួយថ្ងៃ5,000មួយថ្ងៃ100ត្រូវទៅអរគុណអាហ្នឹងចង់បានម៉ូតូថ្មីត្រូវអរគុណម៉ូតូចាស់កុំស្អប់កុំទិះទានកុំរិះគន់អាម៉ូតូចាស់បើចង់បានម៉ូតូថ្មីត្រូវអរគុណម៉ូតូចាស់នឹងឲ្យខ្លាំងមែនតើអរគុណម៉ូតូចាស់របស់ខ្ញុំដែលល្អជាមួយខ្ញុំជូនខ្ញុំគ្រប់ទីកន្លែងដឹកអីវ៉ាន់ខ្ញុំលក់ជូនខ្ញុំជូនកូនជូនប្តីជូនខ្ញុំទៅគ្រប់ទីកន្លែងរលុយឲ្យខ្ញុំបានច្រើនហើយខ្ញុំនឹងមានលុយទិញម៉ូតូថ្មីយ៉ាងស្រស់ស្អាតពេលហ្នឹងយកមកចំនួនម៉ូតូចាស់ឲ្យទុកនៅស្ងៀមកុំឲ្យធ្វើការតទៅទៀតត្រូវតែស្រឡាញ់ម៉ូតូចាស់ឲ្យខ្លាំងចង់បានឡានថ្មីត្រូវមកអរគុណឡានចាស់ឲ្យខ្លាំងកុំទៅមកតែទៀនឡានចាស់អានេះចាស់ខូចចាំមើលអញទិញថ្មីបានហើយអញជប់ជាចាស់កុំឲ្យសោះកាលណាបងប្អូនមានអារម្មណ៍បែបហ្នឹងគឺខុសជាមួយនឹងច្បាប់ស្រូបទាញថាចង់បានអាថ្មីមកអរគុណអាចាស់ឲ្យខ្លាំងចាអញ្ចឹងពេលដែលចង់បានហើយសរសេរគោលដៅឲ្យគេឲ្យប្រឡែងមែនទេអញ្ចឹងប្រឡែងវាទៅហើយធម្មពលខាងក្នុងឈប់មានការភ័យខ្លាចបើសិនណាជាយើងនៅតែមានធម្មពលភ័យខ្លាចទៀតគេឲ្យយើងធ្វើ workshop មួយចាធ្វើ workshop មួយថ្ងៃនេះបងប្អូនត្រៀមសភៅយកមកធ្វើ workshop ទាំងអស់គ្នាចាបើបងប្អូននៅតែមាន3ចំណុចនឹងនៅក្នុងខ្លួនធម្មពលនៃការខ្លាចធម្មពលរបស់អតីតគឺយើងត្រូវតែមក clear ឲ្យអស់ថ្ងៃនេះចាអញ្ចឹង workshop ជាមួយនឹងខ្សាច់ណាបងប្អូនចាខ្ញុំដូចជាធ្លាប់និយាយហើយកន្លែងនេះយើង workshop ជាមួយនឹងខ្សាច់ខ្សាច់នេះគឺជាធម្មពលខ្លាំងគឺជាធម្មពលដែលជួយស្រូបទាញនៅរឿងអាក្រក់ចាអញ្ចឹងឲ្យបងប្អូនត្រៀមខ្សាច់មួយចានណាត្រៀមខ្សាច់មួយចានមកហើយនឹងត្រៀមក្រដាស់វិញអញ្ចឹងបងប្អូនគេឲ្យយើងសរសេរចេញមកចាឲ្យបងប្អូនសរសេរចេញមកសរសេរអីគេអភិនិហាមិនអាចកើតឡើងបានបើសិនជាយើងពោពេញទៅដោយអតីតអញ្ចឹងបើសិនណាជាអតីតបងប្អូនមិនថាអតីតល្អឬក៏អតីតអាក្រក់ទេភាពភ័យខ្លាចដែលមាននៅក្នុងខ្លួនតាំងប្រមាណឲ្យបងប្អូនសរសេរចេញមកចាសរសេរចេញមកបងប្អូនយកกระดาษមួយមកសរសេរចេញមកណាសរសេរចេញមកខ្ញុំព្រមប្រឡែងអីខ្ញុំព្រមប្រឡែងនៅភាពភ័យខ្លាចដែលខ្ញុំធ្លាប់បានធ្វើរឿងអាក្រក់អីគេទៅទាំងមកខ្ញុំព្រមប្រឡែងនៅរឿងដែលខ្ញុំខូចចិត្តរឿងអីខូចចិត្តដែលត្រូវបង់រំលោះផ្ទះតែធ្វើឲ្យខ្ញុំចាប់ពាក់លុយគេអីផ្សេងជាដើមស្អីអមកខូចចិត្តដែលខ្ញុំអីគេស្រឡាញ់គេតែម្នាក់ឯងអីចឹងទៅស្ដាយក្រោយរឿងអីមួយចឹងទៅសេចេញឲ្យអស់មកបងប្អូនលិះចេញឲ្យអស់អ្វីដែលបងប្អូនគិតថាវាជាអតីតដែលបង្កប់
នៅក្នុងខ្លួនរបស់យើងទាំងប្រមាណដែលបងប្អូនចង់ប្រឡែងវាចោលចាចង់បំភ្លេចវាប៉ុន្តែមិនអាចបំភ្លេចបានឧទាហរណ៍ដូចជាបងប្អូនមានការបែកបាក់ស្នេហាណាមានការឈឺចាប់រឿងអីមួយឬក៏ធ្វើរំលោភទៅលើអ្នកណាម្នាក់ហើយយើងចង់សុំទោសគេប៉ុន្តែយើងមិនហ៊ានទៅសុំឬក៏យើងស្ដាយក្រោយដែលយើងទៅធ្វើកំហុសលើអ្នកណាមួយអញ្ចឹងយើងទៅសេចេញមកអស់ចាសរសេរចេញឲ្យអស់សរសេរចេញឲ្យអស់នៅលើกระดาษមួយស្លឹកហ្នឹងណាបងប្អូនចាហើយគេឲ្យយកខ្សាច់ដែលយើងត្រៀមមិញហ្នឹងគេឲ្យយកខ្សាច់ហ្នឹងមករោយនៅលើกระดาษហ្នឹងគេឲ្យយើងរោយនៅលើกระดาษហ្នឹងហើយគេឲ្យយើងនិយាយថាសូមឲ្យធម៌ពលរបស់ខ្សាច់ដែលមាននៅលើក្រដាស់របស់ខ្ញុំនេះជួយពំនាំនៅធម៌ពលអាក្រក់ដែលខ្ញុំបានប្រឡែងចូលនៅក្នុងក្រដាស់នេះឲ្យទៅតាមខ្សាច់អស់ទៅហើយយើងក៏យកខ្សាច់នោះយកទៅចាក់នៅគុំឈើគុំផ្កាគុំអីដែលនៅចិត្តផ្ទះរបស់យើងហ្នឹងយកទៅចាក់ចោលទៅណាយកទៅចាក់ចោលហើយឲ្យយើងនឹងនិយាយនៅពេលហ្នឹងឯងពេលដែលយើងចាក់ខ្សាច់ចោលហ្នឹងណាពេលដែលយើងចាក់ខ្សាច់ចោលហ្នឹងឲ្យយើងនិយាយថាសូមឲ្យធម៌ពលរបស់ខ្សាច់នាំយករឿងអាក្រក់ដែលខ្ញុំបានប្រឡែងចេញពីក្នុងខ្លួនរបស់ខ្ញុំនេះទៅចូលទៅក្នុងធម្មជាតិវិញចូលទៅក្នុងព្រះធរណីវិញឲ្យអស់ទៅសូមព្រះធរណីស្រូបយករឿងអាក្រក់របស់ខ្ញុំដែលខ្ញុំប្រឡែងចេញពីក្នុងខ្លួនរបស់ខ្ញុំទាំងប្រមាណហ្នឹងឲ្យទៅនៅតាមព្រះធរណីវិញឲ្យអស់ទៅណាហើយពំនាំនៅរឿងល្អបើកពន្លឺបើកជីវិតថ្មីឲ្យខ្ញុំឃើញពន្លឺឲ្យខ្ញុំមានជីវិតថ្មីឲ្យខ្ញុំរស់ស៊ីមានបានឲ្យខ្ញុំមានអីបងប្អូនចង់បានអីនិយាយហ្នឹងទៅណាចានេះគឺជាជំនឿបុគ្គលបងប្អូនតែបើបងប្អូនជឿ100បងប្អូនធ្វើទៅគឺបានផលចាអញ្ចឹងបន្តមកទៀតបងប្អូនបើសិនណាជាបងប្អូននឹកឃើញរឿងនឹងទៀតបងប្អូនត្រូវនិយាយជាមួយខ្លួនឯងថាទេខ្ញុំលែងសោកស្ដាយហើយខ្ញុំប្រឡែងចោលហើយខ្ញុំអហោសិកម្មឲ្យអស់ហើយរឿងទាំងអស់ហ្នឹងខ្ញុំអត់មានមកនឹកឃើញអីទៀតទេបាយជម្រាបលាសិនហើយចាអញ្ចឹងអ្វីចក្រវាលចាត់ចែងឲ្យខ្ញុំថ្មីអស់ហើយរឿងថ្មីជីវិតថ្មីខ្ញុំទទួលនៅអភិនិហាថ្មីចក្រវាលចាត់ចែងឲ្យខ្ញុំរឿងថ្មីទាំងអស់ហើយរឿងអាក្រក់រឿងអតីតកាលរបស់ខ្ញុំភ្លេចអស់ហើយបាយជម្រាបលាខ្ញុំអត់មានមកទទួលដឹងអត់មានទេនៅពេលដែលបងប្អូននឹកឃើញរឿងអាក្រក់បងប្អូននិយាយបែបហ្នឹងទៅចាហើយប្រូក្រាមរឿងល្អចូលមកចាហើយបើបងប្អូនធ្វើប៉ុណ្ណេះបានហើយបងប្អូនឈានទៅធ្វើមួយជំហានទៀតគឺសមាធិដោយមានពន្លឺភ្លើងទៀនឬក៏ពន្លឺចង្គៀងអីនៅពីមុខយើងពេលយើងបិទភ្នែកទៅក៏យើងនៅឃើញពន្លឺសមាធិមានពន្លឺភ្លើងទៀននៅពេលដែលយើងកំពុងតែ clear energy នេះ energy clearing នេះគឺធ្វើឲ្យយើងបើកនៅពន្លឺថ្មីគឺភ្លើងទៀនបានផ្ដល់នៅពន្លឺនៃជីវិតថ្មីឲ្យយើងជាជំនឿបុគ្គលបងប្អូនប៉ុន្តែធ្វើទៅបានផលខ្លាំងតែម្ដងអញ្ចឹងសម្រាប់បងប្អូនអ្នកលក់ដូរសម្រាប់បងប្អូនអ្នករស់ស៊ីសម្រាប់បងប្អូនពួកអីក៏ដោយឲ្យតែបងប្អូនជឿធ្វើដោយអត់អស់លុយធ្វើដោយគ្មានទៅពាក់ព័ន្ធជាមួយនឹងអ្នកណាពាក់ព័ន្ធតែជាមួយនឹងខ្លួនយើងចាជឿដោយមានសតិប៉ុន្តែបើជឿបែប100ហើយដោយមិនអស់លុយទេបងប្អូនធ្វើទៅម៉ែរួមគាត់និយាយថាអ្នកដែលស្គាល់ច្បាប់ស្រូបទាញហើយមិនអនុវត្តច្បាប់ស្រូបទាញគឺខាតកម្រៃចាខាតកម្រៃខ្លាំងហ្មងអ្នកច្បាប់ស្រូបទាញគឺជាផ្លូវកាត់នៃជីវិតបងប្អូនកាន់តែធ្វើនៅខីខ្លីសបដែលតាមការចែករំលែកនេះបងប្អូននឹងបានទទួលផលយ៉ាងមហាសាលចាបងប្អូននឹងបានទទួលផលកាន់មហាសាលចាបងអញ្ចឹងថ្ងៃទី1 energy clearing ចាលាងធម៌ពលចាស់ដើម្បីស្រូបទាញយកធម៌ពលថ្មីបែបអភិនិហាអញ្ចឹងថ្ងៃទី1បងប្អូនធ្វើទៅចាស្ដាប់វីដេអូរបស់ខ្ញុំហើយបងប្អូនយកទៅធ្វើទៅចាសរសេរចេញមកអស់អ្វីដែលបងប្អូនចង់ប្រឡែងចេញពីក្នុងខ្លួនរបស់យើងសរសេរចេញមកអស់យកខ្សាច់មកដាក់ហើយគេហៅថាបច្ចេគេហ្នឹងឯងបច្ចេទៅជាមួយនឹងខ្សាច់ចាបច្ចេទៅជាមួយនឹងខ្សាច់ឲ្យអស់ចាអញ្ចឹងថ្ងៃទី1បងប្អូនធ្វើទាំងអស់គ្នាណាធ្វើឲ្យបានផលលក់អីវ៉ាន់កាន់តែដាច់អារម្មណ៍កាន់តែល្អស្រូបលុយបានកាន់តែលឿនស្រូបលុយស្រូបអតិថិជនស្រូបគោលដៅកាន់តែខាត់មកចិត្តកាន់តែលឿនណាបងប្អូនអរគ្នា